ខែនេះមួយខែពេញហើយបងប្អូនដល់ពេលថ្ងៃហ្នឹងនឹកឃើញអូទូរស័ព្ទទៅឃើញគេច្រាំផុកកសាំងបងប្អូនក៏មើលមេឃទៅសតុំអារម្មណ៍ស្រេកឆាតទៅសួរបងថាផុកហូបឆៅកើតនោះបងថាកើតហើយសួស្ដីនឹងជម្រាបសួរបងប្អូនអរគ្នាជាដំបូងគឺខ្ញុំមានប្រហុកត្រីកាភ្លៀងគឺល្អខ្លាំងមែនទែនបងប្អូនប្រហុកហ្នឹងគឺបងធ្វើផ្ទាល់ដៃប៉ុន្តែយកអត់មានកសាំងទេគឺខ្ញុំប្រើស្វាយបងប្អូនហើយគ្រឿងផ្សំបន្ថែមគឺមានជីក្រហមម្ទេសហើយនឹងខ្ទឹមសខ្ទឹមក្រហមបងប្អូនខ្ញុំអត់បានដាក់លក្រីទេព្រោះអីរៀងអត់ចូលចិត្តក៏អត់បានដាក់លក្រីដែរហ្នឹងហើយក៏អត់ទុកយូរដែរក៏ចាប់ផ្ដើមមកក៏ច្រាំផុកទាំងអស់គ្នាហ្នឹងហើយបន្ទាប់ពីក៏ច្រាំផុកម៉ត់ក៏យើងមកដាក់គ្រឿងបន្ថែមដូចជាម្ទេសខ្ទឹមសខ្ទឹមក្រហមហើយក៏ហ្នឹងហើយក៏យើងដាក់កច្រាំបន្តទៀតដើម្បីឲ្យវាម៉ត់ចូលជាតិគ្នាបងប្អូនហ្នឹងហើយនិយាយទៅសម្រាប់អ្នកចូលចិត្តគឺហ្នឹងទៅគួបផ្សំនឹងអាកាសធាតុត្រជាក់បងប្អូនអើយឆ្ងាញ់តិចអីហ្នឹងហើយវីដេអូហ្នឹងគឺដូចជា2ថ្ងៃទៅបានកាត់តទេបងប្អូនដោយសាររវល់ហ្នឹងហើយដោយសាររវល់តិចទៅក៏អត់មានពេលកាត់តដែរហ្នឹងហើយចឹងហើយខាងក្រៅនោះក៏ព្រឹងអារម្មណ៍ស្រេកខាងក្នុងក៏ត្រជាក់ហើយថ្ងៃឡើងក៏មិនសូវបានលក់បងប្អូនដូចដឹងស្រាប់ហើយបងប្អូនធ្វើការកសាងអីហ្នឹងដូចគ្រោងសាងអីហ្នឹងក៏គាត់មិនសូវបានធ្វើការអីដែរព្រោះអីភ្លៀងរាល់ថ្ងៃអញ្ចឹងគឺអ្វីដែលខ្ញុំស្ដាយគឺដាក់ស្វាយបងប្អូនបើសិនជាយើងមានកសាំងចាស់ដាក់ដឹងឆ្ងាញ់ប៉ុណ្ណាទេហើយក៏ដាក់គ្រឿងតាមការចូលចិត្តនឹងឯងហ្នឹងហើយបើសិនជាយើងដូចយើងនៅខ្មែរយើងមានកសាំងប្រើមែនអត់នៅនេះដឹងត្រកសាំងឯណាផងបើសិនជាមានបងប្អូនខ្មែរយើងក៏លក់ម្ហូបខ្មែរអញ្ចឹងក៏យកមកជាឆ្លៀតទិញបានទៅដល់ពេលអត់បានជួបអញ្ចឹងទៅក៏អត់មានដែរហើយខែហ្នឹងដឹងមានកសាំងនោះប៉ុន្តែខ្ញុំថាខែហ្នឹងមានដែរបងប្អូនខ្មែរយើងហ្នឹងហើយអញ្ចឹងហើយផុកយើងរួចរាល់ហើយបងប្អូនហ្នឹងហើយផុកយើងក៏រួចរាល់ក៏ច្រាំយកក៏រួចរាល់ហើយមកធ្វើការលក់ផងយើងវិញលក់យើងក៏មានកញ្ឆែតមានត្រប់ស្រួយហើយត្រប់វែងទៅសក់ហើយនឹងស្ពៃក្តោបបងប្អូនតែមុននឹងធ្វើការញ៉ាំប្រហុកក៏ខ្ញុំញ៉ាំជាមួយនឹង Fake D ដើម្បីបំបត្តិក្លិនបំបត្តិលមាស់បំបត្តិធ្លាក់សហ្នឹងហើយគឺខ្ញុំប្រើជាប្រចាំមុនពេលដែលខ្ញុំចូលចិត្តញ៉ាំប្រហុកញ៉ាំផ្អកញ៉ាំពួកបុកល្ហុងញ៉ាំហិលញ៉ាំអីគឺខ្ញុំប្រើជាប្រចាំអរគុណច្រើន